7,500ទៀតអស់តែ2,500អញ្ចឹងអានេះគឺអស់តែ2,500បានសឡមួយឆ្នាំនេះគឺមកបេះដៃកផ្លោកហើយនឹងផ្កាកផ្លោកដើម្បីស្លជូរដៃកផ្លោកគេថាធ្វើឲ្យផ្ទះផ្លែម្ដងដោយសារតែអានេះដែលមានតែគេស្លអញ្ចឹងទេមានស្លជូរផលិតស្លជូរគួនស្លជូរផ្សេងណាតែពេលនេះគេថាធ្វើឲ្យអ្នកស្រក់នេះថាមកភ្លឺភ្នែកដល់ខាងនេះអ្វីសំខាន់ដៃកផ្លោកយកនេះអានេះដូចត្រួយវាអញ្ចឹងណាហ្នឹងស្រួយហ្មងគេយកហ្នឹងដកអេមហ្នឹងហើយបន្ទាប់មកគឺថាយើងមកបេះយកតែត្រួយវាទេអាហ្នឹងគឺផុយស្រួយតែម្ដងហ្នឹងហើយផ្កាហ្នឹងវាប្លោកវាណាហើយគឺប្លោកអញ្ចឹងយើងបេះដល់ហ្នឹងឲ្យច្រើនមកហើយលាយជាមួយនឹងផ្កាផ្លោកក៏បានដែរហើយដល់ពេលផ្កាផ្លោកយើងបេះវាយកក្លែងដងវាគឺថាអានោះផុយកន្លែងហ្នឹងតមកគឺយើងបេះយកត្រួយគេគឺទៅលាស់ទៅអីណាវារកចេញប្លោកចេញពីអាហ្នឹងក៏នេះដែរឆ្ងាញ់ដែរវាស្រួយនៅយើងខាំទៅវាមិនសូវរឹងបើថានេះវិញអូយរឹងគេថាដៃបើថាអ្នកកន្លែងផ្សេងគេយកទៅគេយកផងថាតែនេះខ្ញុំទីមកវាស្វាត់អត់ចង់យកទាំងយកតែផ្កានេះដូចជាផ្កានេះយើងបកមកញ៉ាកន្លែងតែនេះគឺវាអាចកាច់បានហើយគេផុយព្រុសអាហ្នឹងគឺអាចស្លោបានស្លមជូរកាច់ទៅផុសអញ្ចឹងណាហ្នឹងហើយគឺយើងយកផ្កាផងអីផងយកនឹងផងមកវាបានច្រើនក្រែដែរណាបាទនេះវាប្លូដែរណាប្លូវាហើយយើងបកសម្បកវាមកអញ្ចឹងគឺអាហ្នឹងវាកាច់មកផុសស្រួយហ្មងណាអញ្ចឹងគឺយើងអាចយកទៅស្លមជូរបានណានៅតាមស្រុកស្រែគឺមានតាពាំងមានអីយើងអាចបេះផ្កាប្លោកដើម្បីយើងស្លដើម្បីផ្លែបត់កុំឲ្យជូរផលិតជូរតកួនរងថ្ងៃពេកណាហ្នឹងយើងសាកហ្នឹងថ្មីអាហ្នឹងមិនសិនតែយើងថែមជាមួយនឹងផ្កាស្នោក៏ឆ្ងាញ់មកផ្កាស្នោផងមកដល់ជាតិតែម្ដងហើយយើងយកកូនត្រីទិញកូនត្រីបើថាយើងមានហើយគឺស្រួលអញ្ចឹងយើងទិញកូនត្រីបាន2,000មកហើយជាមួយនឹងកំពឹសមកអាហ្នឹងចូលជាតិគ្នាមកឥឡូវយើងបានមកផ្ទះមិនចាំដៃធំមកប៉ុណ្ណឹងគឺអេមហើយយើងមានកូនកំពឹសជាមួយនឹងត្រីកញ្ចុះអានេះយើងទិញអស់តែ500អស់អានេះគឺអស់តែ2,500បានសឡមួយឆ្នាំអូខេសំចៃឥឡូវនេះយើងទឹកបានពុះហើយនឹងដាក់គ្រឿងខ្លះហើយដាក់ត្រីដាក់អីរួចហើយដាក់ដៃកផ្លោកមកអធិស្ឋានផងវីដេអូនេះមិនបានបង្ហាញខ្ញុំពីការដាក់គ្រឿងដាក់ក្រៅចឹងដោយសារតែខ្ញុំធ្វើម្នាក់ឯងចឹងខ្ញុំត្រូវរត់ទៅកាត់ស្លឹកគ្រៃកាត់រំដេងចឹងជីករំដេងព្រៃចឹងទៅវាញ៉ៃចឹងស្លមជួយយើងគ្មានអីទេយើងដាំទឹកហើយយើងដាក់ស្លឹកគ្រៃដាក់រំដេងហើយយើងពេលពុះវិញយើងដាក់ប្រហុកហើយគឺយើងដាក់គ្រឿងខ្មែរយើងជាអំបិលរ៉ូឌីអំបិលប៊ីចេងស្ករតិចសិនទៅហើយចាំយើងដាក់សាច់ត្រីហ្នឹងដាក់ត្រីហើយបន្ទោះហើយចាំយើងឃើញពុះហើយយើងដាក់កាផ្លោកហើយនឹងដាក់ជូរ7ហ្នឹងដាក់ជូរឡែនហ្នឹងណាហ្នឹងហើយមកល្មមមកស្លាញ់តែវាឆាប់ឆ្អិនតែពឹសហ្នឹងចឹងវីដេអូមានតែប៉ុណ្ណេះឯងឆ្អិនហើយជាតិមិនផងដឹងឆ្ងាញ់មិនចឹងដឹងចេះធ្វើទៅឲ្យតែកើតចឹងមានតែប៉ុណ្ណេះឯងហើយដល់ពេលខ្ញុំស្លោហើយគឺខ្ញុំតែឲ្យយាយខ្ញុំភ្លក់ហើយចឹងគឺយាយខ្ញុំភ្លក់ប្រាប់ថាអូខេឆ្ងាញ់ប្រៃដិតមិនប្រៃខ្លាំងបែបចិត្តដិត
គឺថាយាយខ្ញុំចិត្តរៀងរសជាតិរៀងដិតរៀងប្រៃតែមិនប្រៃខ្លាំងប្រៃតាមហើយជូរអញ្ចឹងណាអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងឯងគឺថាសូមឲ្យជួយចុច like